ក្រុមលេខាធិការស្ថាននៃ RCB រវាងយោធាភូមិភាគទី5កម្ពុជានិងភូមិភាគទី1ថៃបានជួបប្រជុំគ្នានៅច្រកប៉ោយប៉ែតក្រុមលេខាធិការស្ថានគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជាថៃ RBC យោធាភូមិភាគទី5ភាគីកម្ពុជានិងកងទ័ពភូមិភាគទី1ភាគីថៃបានចាប់ផ្ដើមកិច្ចប្រជុំរបស់ខ្លួននាម៉ោង2រសៀលថ្ងៃទី27ខែមករានេះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យកម្ពុជាទល់នឹងខេត្តស្រះកែវថៃនេះបើតាមលោកស្រីម៉ាលីសូជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅក្នុងសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃអង្គារនេះលោកស្រីម៉ាលីសូជាតាបញ្ជាក់ថាគណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយលោកសកកំប៉ាប្រធានក្រុមលេខាធិការ RBC កម្ពុជារីឯគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយលោកភិថាយ៉ាកូលពោសុវណ្ណប្រធានក្រុមលេខាធិការ RBC ថៃក្នុងកិច្ចប្រជុំនេះភាគីទាំងពីរនឹងពិភាក្សាលើខ្លឹមសារព្រមទាំងផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមកដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជាថៃ RBC ដែលនឹងប្រព្រឹត្តនៅថ្ងៃទី29ខែមករាឆ្នាំ2026ខាងមុខអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបន្ថែមដូចនេះ